អ្នកនាំពាក្យរដ្ឋាភិបាលទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធលើថៃឲ្យបញ្ឈប់អំពើឈ្លានពានលើកម្ពុជាអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោកប៉ែនបូណាទទូចដល់សហគមន៍អន្តរជាតិដាក់សម្ពាធទៅលើថៃឲ្យបញ្ឈប់ជាបន្ទាន់នៅសកម្មភាពឈ្លានពានមកលើដែនអធិបតេយ្យនិងបូរណភាពទឹកដីកម្ពុជាដោយបង្ខំឲ្យប្រទេសក្បែរខាងកម្ពុជានេះត្រូវងាកមករកដំណោះស្រាយចំនួនដោយសន្តិវិធីវិញអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាននិយាយនៅព្រឹកថ្ងៃច័ន្ទនេះថារយៈពេល16ថ្ងៃរាប់ពីថ្ងៃទី7ខែធ្នូឆ្នាំ2025កងទ័ពថៃបានបើកការវាយប្រហារទ្រង់ទ្រាយធំនិងយ៉ាងសាហាវដើម្បីឈ្លានពានមកលើកម្ពុជាដោយការទម្លាក់គ្រាប់បែកពីទីតាំងស៊ីវិលដោយមិនរើសគោលដៅដែលធ្វើឲ្យជនស៊ីវិលស្លូតត្រង់កម្ពុជារងគ្រោះជាច្រើនទាំងស្លាប់របួសនិងភាសឹកគណៈហេដ្ឋារចនាសម្ព័ន្ធក៏រងការបំផ្លិចបំផ្លាញបើតាមអ្នកនាំពាក្យរដ្ឋាភិបាលក្នុងសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាគឺថៃបានប្រើសភាវុធធនធ្ងន់ដែលមានសមត្ថភាពបំផ្លាញខ្ពស់គ្រប់ប្រភេទមានទាំងយន្តហោះចម្បាំង F-16 នាវាចម្បាំងកាំភ្លើងដ្រូនគ្រប់ប្រភេទគ្រាប់បែកចង្កោមនិងផ្សែងពុលបានកាត់ឡើងជារៀងរាល់ថ្ងៃជាក់ស្ដែងមកដល់ព្រឹកថ្ងៃទី22ខែធ្នូនេះថៃនៅតែបន្តវាយប្រហារកាន់តែខ្លាំងមកលើកម្ពុជាអំពើវាយប្រហារដោយកម្លាំងយោធារបស់ថៃចូលជ្រៅមកលើទឹកដីកម្ពុជានេះអ្នកនាំពាក្យថាវាជាការផ្កើននឹងសហគមន៍អន្តរជាតិរួមទាំងសហរដ្ឋអាមេរិកចិនអឺរ៉ុបប្រធានបដូវវេនអាស៊ាននិងបណ្ដាប្រទេសផ្សេងទៀតដែលអំពាវនាវឲ្យបញ្ឈប់ការផ្ទុះអាវុធហើយងាកមកគោរពបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃឡើងវិញអ្នកនាំពាក្យរដ្ឋាភិបាលបានប្រកាសថ្កោលទោសសកម្មភាពដ៏អមនុស្សធម៌របស់យោធាថៃនិងអំពាវនាវឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើប្រទេសថៃឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ដែលកម្ពុជាអះអាងថាជាសកម្មភាពដែលបំពានច្បាប់អន្តរជាតិនិងរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សផងដែរ